Sau chuyện số đó một nói nghe trong Facebook chuyện này một nhóm video thay để thấy thêm xuân thưa ca bằng hành chú nằm pi code môi trường núi này nhập ra iPhone ở toàn màn đằng bạn code môi trường núi nước ta chỉ code vậy khác hay bị ăn chui nhưng ngồi vậy khác xong mình chỉ mượn được ở cái bạn happy để dù bạn code tìm mối khi mà bằng hành chú nó cứ chỉ code nhập thực tếในiPhone là bao giờ chỉ bị cứ thực tế từ lứa và pon network được chỉ pon sim này một đòn bạn chẳng mượn được ở cái code tìm mối cái bay pon mối trung chụp mùi pi bay buồn pram trung chụp hết cài tiện bạn đây chỉ chia ca ở bắp thì xong lấy khai thác fit test bạn cứ cái này thực tế này fit test bạn này viết test là sim s đôi chỉ sm bạn environment pdpนี่คือchỉ cái này là thực tế ở ip này ip address របស់យើងបាទនេះsẽខាតខ្ញុំនេះមានហើយបាទនេះគឺជាកន្លែង Thesim នេះគឺជា លេខកូដគេដូចជាពាក្យសម្ងាត់របស់គេលើមួយគេហៅថា programming language ភាសារបស់កុំព្យូទ័រភាសារបស់ program បាទដែលខ្ញុំមិនអាចបកស្រាយទាំងអស់ទេពីព្រោះថាភាសានេះគឺយើងត្រូវការមើលសភៅច្រើនទៀតព្រោះវាពិបាកដែរក្នុងការបកស្រាយបាទហើយ MMS info នេះដែលតកតងជាមួយនឹង process PS CS បាទនេះពិបាកបកប្រែដែរមកជាខ្មែរវិញបាទខ្ញុំមិនសូវជាប៉ិនបកប្រែប្រហែលទេ process CO បាទ service ហើយហ្នឹងគឺវាមានអស់ហើយបាទនេះ update នេះបាទហ្នឹងគឺយើងឆែកឲ្យដឹងថាវាមានអ្វីគ្រប់គ្រឿងយើងត្រូវការហើយបើមិនជាកន្លែងណាមួយយើងដាក់ unknown មានន័យថាទូរស័ព្ទហ្នឹងទិញយកទៅគឺមានបញ្ហាហើយបាទអញ្ចឹងមុនទិញទូរស័ព្ទធ្វើការឆែកកន្លែងហ្នឹងសិនទៅដាក់ SIM ឆែកមើលទៅបើមិនជាវា unknown ឬមួយក៏ performance error គួរតែកុំទិញអីបាទអូខេកូដទី2អ្នកនរនេះចេះហើយគឺកូដ check នៃ email របស់ទូរស័ព្ទបាទផ្កាយទងជោគលុបចោលសិនលុបផ្កាយទងជោគ06ទងជោគគឺ check នៃ email បាទនេះជា email របស់ទូរស័ព្ទរបស់ខ្ញុំបើសិនជាកន្លែងនឹងលុបឆ្លាក់ថា error ក៏ដូចជា unknown ក៏បញ្ហាដែរទូរស័ព្ទហ្នឹងបាទមិនចាំបាច់ចូលទៅ setting នំទៅខាតពេលវេលាយូរទេធ្វើអញ្ចឹងទៅវាលឿនជាងបាទកូដទី3គឺខ្ញុំចង់និយាយអំពី call boring ដែលការ call រំខានអីចង់ប្លុកពីណាគេអញ្ចឹងបាទអាចធ្វើការតាមនឹងបានចាំមើលណាបាទនេះគឺជា status របស់ call boring មានន័យថានេះគឺជាទូនាទីទាំងអស់ដែល call boring វាធ្វើការទៅលើការ voice call បាទការ call ជាសំឡេងការ call ជា data ស្រុកខ្មែរយើងដូចជាអត់មានទេការ call ជា data មានតែតាម Facebook តាមអីហ្នឹងគឺអត់រាប់ចូលទេបាទ fax call SMS អីហ្នឹងមានច្រើនទៀតបាទនេះPocket access pad access អីណាគេមានច្រើនមែនតើបាទអញ្ចឹងខ្ញុំអត់មានបើកមួយណាទេ disable ទាំងអស់បើមិនខ្ញុំបើកមួយណាប្រហែលទេមកខ្ញុំអត់ចូលទេបាទបើករណីយើងត្រូវការបើកវាគឺយើងចុចផ្កាយ33ផ្កាយហើយវាយលេខកូដមកវាយលេខកូដ pin បាទហើយធំជ្រូក pin ហ្នឹងគឺយើងបានមកពីណា pin ហ្នឹងគឺយើងបានមកពី SIM card របស់យើងទៅមើលនៅខាងក្នុង SIM card ទេមាន pin ដែរបាទអញ្ចឹងយើងវាយ pin ចូលទៅយើងចុចធំជ្រូកគឺយើងបើកហើយដល់ពេលចង់ដោះចេញវិញដល់ពេលយើងចង់ដោះចេញវិញយើងចុចបញ្ច្រាស់មកវិញចង់ដោះវិញណាខ្ញុំប្រាប់ឲ្យអស់នេះវាយលេខកូដមកវាយលេខកូដ pin យើងចុចធំជ្រូកអានេះយើងដោះ call boring ហើយបាទតោះទៅមុខទៀតកូដទី4កូដទី4គឺខ្ញុំតាក់ទងជាមួយនឹង call divert ឬមួយក៏ call forwarding បាទបងប្អូនមួយចំនួនគាត់សួរថា call divert មួយក៏ call forwarding គេដាក់របៀបម៉េចបាទគឺគេដាក់យ៉ាងដូចនេះបាទមុនដំបូងនឹងឈានចូលទៅដល់ការដាក់ហ្នឹងគឺខ្ញុំសូមឲ្យមើលសិនតើវាធ្វើការលើមិនខ្លះបាទនេះគឺជា call divert ឬមួយក៏ call forwarding វាធ្វើការទៅលើ voice call អីដូចគ្នាជាមួយនឹង call boring យ៉ាងមិញអំបាញ់មិញនឹងដែរហើយខ្ញុំក៏អត់បានបើកមួយណាដែរតែខ្ញុំបើកតែខ្ញុំហ្នឹងឡងទៅអ្នកផ្សេងលើហើយបាទហើយរបៀបដាក់ហ្នឹងគឺស្រួលទេបាទចុចផ្កាយទ្រង់ជ្រូក62ទ្រង់ជ្រូកបាទដាក់អាហ្នឹងគឺថាគ្រប់គ្នាទេមកក៏អត់ចូលទេ forward ទៅហើយបាទ forward ទៅហើយហើយចំណែកឯសូមលុបចោលសិនច្រឡំដៃលើហើយបើចង់ដាក់ពេលដែលយើងជាប់រវល់បាទពេលដែលយើងជាប់រវល់ឲ្យគេទេមកយើងឡងទៅអ្នកផ្សេងទៀតបាទផ្កាយទ្រង់ជ្រូក67ទ្រង់ជ្រូកបាទនេះមានន័យថាពេលដែលគេទេមកយើងកំពុងតែនិយាយទូរស័ព្ទជាមួយភាគីទី2អ្នកទី3ទេមកគឺឡងអ្នកទី3ហ្នឹងទៅលេខ1ទៀតហើយបាទនេះគឺជា call forwarding ចំពោះពេលដែល busy បើចង់ដោះ call boring ទាំងអស់វិញគឺយើងត្រូវចុចធំជ្រូក2ដង002បាទធំជ្រូក2ដង002
ទ្រង់ជ្រូកទៀតបាទនេះគឺជាការដោះខដែលខ forwarding ឬខ divert ទាំងអស់ជួនកាលអ្នកខ្លះក៏ដាក់ច្រើនក៏ដាក់ថាពេលតែគាត់ក្រៅតំបន់សេវាក៏ឲ្យដាក់ forward ពេលធម្មតាក៏ឲ្យ forward ពេលណាក៏ឲ្យ forward អញ្ចឹងជាពិសេសគឺពេលដែលយើងឧទាហរណ៍ថាយើងឲ្យបានកាន់ទូរស័ព្ទមួយទៅយើងមានទូរស័ព្ទពីរយើងបានកាន់លេខហ្នឹងទៅទេយើងកាន់លេខផ្សេងទៅអញ្ចឹងយើងចង់ឲ្យគេខមដែលខមមកលេខដែលយើងនៅផ្ទះហ្នឹងឲ្យឡងចូលទៅកន្លែងយើងកាន់វិញទៅលេខដែលយើងកាន់វិញអញ្ចឹងគឺអ្នកខ្លះគាត់ដោះគាត់ដាក់ទាំងអស់អញ្ចឹងទៅពិបាកដោះគឺយើងចុចតែប៉ុណ្្នឹងឯងធំជ្រូក2ដង002ធំជ្រូកដោះទាំងអស់បាទ call forward call divert ទាំងដោះចេញទាំងអស់បាទអរគុណចំពោះការចំណាយពេលវេលាតាមដានទស្សនានៅកូដទាំង4ដែលខ្ញុំនឹងធ្វើការបង្ហាញជូននេះហើយខ្ញុំកំពុងតែស្រាវជ្រាវឬមួយកូដបន្ថែមទៀតបើសិនជាមានបញ្ហាអីមួយដែលជាចំណេះដឹងនឹងចែករំលែកជូនបាទហើយសូមអរគុណដល់បងប្អូនមួយចំនួនដែលបានជួយទិញនៅ program ក៏ដូចជា game software របស់ខ្ញុំសង្ឃឹមថាបងប្អូនដែលអត់ទាន់ជួយទិញជាកម្លាំងចិត្តខ្ញុំផងបាទអរគុណជំរាបលា